សួស្តីអ្នកទាំងអស់គ្នានេះជា user អនុប្រធានយុទ្ធសាស្ត្រទទួលបន្ទុកការ live យើងចូលមកឃើញទាំងនេះគ្នាហើយយើងទៅរកកន្លែងតារាងឯកសារមិនឆ្លោះខ្នាតនាំឯកសារមិនតបញ្ជូនយើងចុចលើនឹងទៅយើងឃើញមានឯកសារដែលខាងការ live ក៏បញ្ជូនមកអនុប្រធានយុទ្ធសាស្ត្រហើយយើងចុចកន្លែងត្រេ3ហ្នឹងយើងចុចមើលឯកសារបាទយើងចុចមើលឯកសារទៅយើងឃើញទម្រង់បែបនេះអឺតែការ live ក៏ធ្វើឡើងមក file ដែលគាត់ត្រូវឆ្លងហ្នឹងបាទទាំងប្រាប់ឲ្យលោកខាត់បន្ថនលោកគ្រាន់តែចុចបញ្ជូនលិខិតខ្ញុំជាលិខិតទៅយើងឃើញមានកំណត់ចំណាំមានបង្ហាញរឿងមានប្រវត្តិនៃការបញ្ជូនឯកសារបាទដាក់ក៏បានមិនដាក់ក៏បានហើយចុចឯកភាពបញ្ជូនបន្តចុចបាទឬក៏ចាស់អញ្ចឹងវានឹងបញ្ជូនឯកសារហ្នឹងទៅអនុប្រធាននាយកដ្ឋានទូមទុកមករូបទៀតបាទពេលដែល load success ចប់បាទសម្រាប់ user លោកខាត់បន្ថនគឺចប់តែប៉ុណ្ណេះបាទនេះដែលជាអនុប្រធាននាយកដ្ឋានទទួលបន្ទុកមករូបទៀតសម្រាប់ទាំងបាទគឺ load ទាំងនៅនេះគ្នាបាទហើយយើងគ្រាន់តែ scroll ទៅលើតារាងឯកសារឆ្លងដឹកនាំបាទវានឹង load គឺមានឯកសារមិនតាន់បញ្ជូនហ្នឹងមានមួយបាទចុចលើហ្នឹងទៅបាទចុចលើហ្នឹងទៅគឺបង្ហាញដូចគ្នាដូចមិញអញ្ចឹងបាទហើយយើងចុច tray 3នេះមកបាទហើយចុចមើលឯកសារមកចុចមើលឯកសារមកឃើញបែបយើងអាចពិនិត្យបន្ថែមហើយយើងក៏អាចមើលបើចុចបញ្ជូនលិខិតនឹងឃើញអាចយើងលោកសលឹមនេះគាត់អាចមានចំណានៅក្នុងកំណត់គឺវាចាប់អូតូម៉ាទិកបាទហើយនឹងមានពាក្យពេចន៍ផ្ដើមហើយសម្រាប់មតិយោបល់នេះចាទៅតាមប្រភេទឯកសារអញ្ចឹងអាចថាពីមុនយើងចានៅលើกระดาษបែបណាយើងក៏អាចយកមកចានៅលើប្រព័ន្ធនេះបានដូចគ្នាបាទកន្លែងនេះខ្ញុំសូមដាក់ពាក្យតាមការរៀបចំរបស់ការ live បាទកន្លែងនេះគឺសូមជ្រើសនៅសម្រាប់ឲ្យយើងចុចឯកភាពបញ្ជូនបន្តបាទ user របស់ប្រធានយុទ្ធដ្ឋានបាទយើងអាចដាក់កំណត់ចំណាំក៏បានឬក៏មិនបាច់ដាក់ក៏បានចុចឯកភាពបញ្ជូនបន្តទៅបានពេលដែលចុចឯកភាពបញ្ជូនបន្តវាលោតការបញ្ជាក់ឬក៏ចាស់ហ្នឹងទៅបាទឯកសារនេះកំពុងតែបញ្ជូនបន្តទៅ user របស់ប្រធានយុទ្ធដ្ឋានមួយទៀតបាទពេលដែលវាលោតចេះគឺបានន័យថាយើងបញ្ជូនបានជោគជ័យហើយបាទសូមអរគុណ